Great. Alright សួស្តីអ្នកនរគ្នាខ្ញុំកណាល់ So ថ្ងៃនេះខ្ញុំមកធ្វើជាវីដេអូ tutorial មួយដែលនឹងបង្ហាញអ្នកនរគ្នាពីរបៀបក្នុងការ reset password និង passkey ហើយទៅលើ password និង passkey ហ្នឹងមានគ្នាយើងជាច្រើនមែនតើដែលធ្លាប់សួរខ្ញុំថាអ្វីទៅជា password អ្វីទៅជា passkey ហើយបងបើសិនជាខ្ញុំបាត់ password ឬក៏ passkey មានបញ្ហាទៅដល់ account ខ្ញុំតែខ្ញុំត្រូវធ្វើម៉េចដើម្បី reset ទៅលើ password និង passkey ហ្នឹងបានអញ្ចឹងមុននឹងឈានចូលទៅដល់ការ reset password និង passkey ខ្ញុំចង់បញ្យល់អ្នកនរគ្នាឲ្យយល់សិនថាអ្វីទៅជា password អ្វីទៅជា passkey អញ្ចឹង password និង passkey គឺមានការខុសគ្នាមែនតើដោយសារតែ password វាគឺជាលេខមានលាយលក្ខណ៍អក្សរមានន័យថាអក្សរលាយជាមួយនឹងលេខជាមួយនឹងសញ្ញាផ្សេងៗដើម្បីធ្វើការយកទៅ login ចូលក្នុង account របស់អ្នកនរគ្នាអូខេអាហ្នឹងគេហៅថា password ហើយជាទូទៅគ្នាយើងតែងតែប្រើហើយ password login ចូលក្នុង email អីផ្សេងៗហ្នឹងអញ្ចឹងអ្វីទៅជា passkey អញ្ចឹង passkey គឺជា security layer step មួយទៀតមានន័យថាគឺជាជំហានសុវត្ថិភាពមួយទៀតដែលគេបង្កើតមកសម្រាប់ user ប្រើប្រាស់ឲ្យកាន់តែមានភាពងាយស្រួលហើយនិង secure account របស់អ្នកគ្នាហាត់តែខ្លាំងអញ្ចឹងមានន័យថាម៉េចមានន័យថា passkey ហ្នឹងនៅពេលដែលជាធម្មតានៅពេលដែលអ្នកគ្នាយើង login ចូលទៅក្នុង Binance ហើយសម្រាប់ new device គឺតែងតែគ្នាយើង assign passkey ហើយដោយសារដាក់ passkey ទៅវាមានសុវត្ថិភាពមានន័យថានៅពេលដែល new device ក៏ sensitive information content ដែលគ្នាយើងកំពុងតែត្រូវកំពុងតែ face ជួបហ្នឹងគឺវា load passkey មកហើយអញ្ចឹង passkey ហ្នឹងវាមានដូចជា scan មុខរបស់គ្នាយើងឬក៏ Y password មកតង់ទៀតដើម្បី secure ឲ្យវាហៅថាសុវត្ថិភាពជាទូទៅ passkey សម្រាប់ខ្ញុំផ្ទាល់ខ្ញុំប្រើនៅលើ Binance គឺខ្ញុំប្រើ passkey scan មុខដែលខ្ញុំធ្វើការ set ជាមួយនឹង iCloud របស់ខ្ញុំសុននៅលើ iCloud របស់ខ្ញុំអញ្ចឹងវាហៅថាមានសុវត្ថិភាពទៀតហើយជាពិសេសនៅពេលដែលខ្ញុំ login ចូលទៅលើ new device គឺវាទាមទារ passkey ឲ្យខ្ញុំធ្វើការscan ដកទូរស័ព្ទខ្ញុំ scan ចូលឬក៏ខ្ញុំ scan មុខរបស់ខ្ញុំហ្នឹងដើម្បី access ចូលទៅលើ passkey ហ្នឹងអញ្ចឹងជាទូទៅសម្រាប់គ្នាយើងដែលអត់ទាន់បាន set passkey គឺថ្មីគឺវាតែងតែ load QR code មានន័យថាឲ្យគ្នាយើងយកទូរស័ព្ទហ្នឹងដើម្បីទៅ scan passkey ហ្នឹងដើម្បី access ចូលទៅក្នុង device ថ្មីមួយទៀតប៉ុន្តែបើសិនជាគ្នាយើងធ្លាប់ set ហើយបើសិនជាគ្នាយើងប្រើ iPhone វាធ្វើការ link ជាមួយនឹងiCloud អ្នកគ្នាមកដែរអ្នកគ្នាគ្រាន់តែធ្វើការ Y password iCloud អ្នកគ្នាឬក៏ធ្វើការ scan មកដើម្បីចូលប៉ុន្តែបើសិនជា new device គ្នាយើងត្រូវយកទូរស័ព្ទរបស់យើងយកទៅ scan អានោះទៅលើ passkey វារៀងសំខាន់ដែរខ្ញុំ recommend គ្នាយើងបើកដោយសារសុវត្ថិភាពទាំងអស់គ្នាហើយខ្ញុំគិតថាខ្ញុំបញ្យល់អ្នកនរគ្នាពីរបៀបអ្វីទៅជា passkey ហ្នឹងគិតថារៀងក្បោះក្បាយទេ so ឥឡូវខ្ញុំនឹងធ្វើការ mock up screen មួយហើយបញ្យល់អ្នកនរគ្នាពីរបៀបធ្វើការ reset password ហើយនិង passkey so let's go through to the video together ក្នុងការ reset ទាំងអស់ហ្នឹងអូខេនេះគឺជា mock up screen ដែលខ្ញុំដាក់ឲ្យគ្នាយើងហើយនឹងបញ្យល់គ្នាយើងពីរបៀបធ្វើការ reset password មុនហើយយើងមិននឹងឈានចូលទៅដល់reset passkey អញ្ចឹងពេលណាដែលយើងគួរតែ reset password ឬក៏ passkey របស់យើងជាទូទៅនៅពេលដែលយើងជួបនឹងបញ្ហាដូចជា plate password ឬក៏យើង suspect ថា account របស់យើង compromise មានអ្នកគេ hack ឬក៏អីឬក៏គ្នាយើងចង់ធ្វើការ update security ហាត់ឲ្យមានសុវត្ថិភាពនិងចង់ប្រើប្រាស់ password ចាស់អីហ្នឹងគឺគ្នាយើងអាច follow តាម guideline របស់ខ្ញុំនៅក្នុងវីដេអូហ្នឹងបានសូដំបូងគឺយើងធ្វើការចូលទៅក្នុង app Binance របស់យើងហើយយើងចូលទៅកន្លែងចំណុច3នៅខាងលើនេះយើងធ្វើការចុចមកអញ្ចឹងដូចគ្នាយើងឃើញអញ្ចឹង your account has been locked in another device អានេះសម្រាប់ទៅលើរបស់ខ្ញុំធ្វើការ lock នៅលើ computer មួយទៀតអញ្ចឹងបើសិនជាគ្នាយើងអត់ដែរប្រើប្រាស់ lock ចូលលើ computer ទេស្រាប់តែសុក load អាហ្នឹងមកគ្នាយើងគួរតែពិចារណាធ្វើការដូរ password របស់គ្នាភ្លាមតែម្ដងដោយសារតែ account របស់គ្នាមានអ្នកគេ lock ចូលទៅលើ device មួយទៀតហើយបើសិនជាមិនគ្នាយើងអ្នក lock អញ្ចឹងជាបន្ទាប់ក្នុងការ reset password គឺយើងត្រូវចូលទៅក្នុង account របស់យើងចូលមកហើយបន្ទាប់មកយើងចូលទៅក្នុង security ចំណុចទី3នេះបន្ទាប់ពីយើងចូលទៅក្នុង security ហើយគឺយើងឃើញចំណុចនៅលើនេះគេដាក់ថា password អញ្ចឹងយើងធ្វើការចុចចូលកន្លែង password ហ្នឹងមកហើយគឺយើងត្រូវចាំថានៅពេលដែលយើងធ្វើការ reset ទាំង password ទាំង passkey គឺវានឹងធ្វើការផ្អាកឬក៏ធ្វើការបង្ក disable P2P ទាំង P2P ទាំង withdraw ទាំង payment អីផ្សេងៗរយៈពេល24ម៉ោងអញ្ចឹងបន្ទាប់ពីមួយថ្ងៃហ្នឹងមកបន្ទាប់ពីមួយថ្ងៃដែលគ្នាយើង change password ហ្នឹងមកគ្នាយើងអាចធ្វើការ access បានធម្មតាជាទូទៅគោលការណ៍ policy ហ្នឹងគឺគេធ្វើការដាក់មកដើម្បីឲ្យមានភាពហត់តែមានភាពសុវត្ថិភាពទៅលើ user ឬក៏ customer អញ្ចឹងណាអញ្ចឹងខ្ញុំ understand ចុច continue អូខេអញ្ចឹងនេះគ្នាយើងឃើញអត់ដោយសាររបស់ខ្ញុំដាក់ passkey ឲ្យហើយអញ្ចឹងនៅពេលដែលគេលួចចូលទៅក្នុង wallet របស់ខ្ញុំឬក៏ចូលទៅក្នុង account Binance របស់ខ្ញុំមិនចង់ reset password តោះតែការ passkey ពីខ្ញុំអញ្ចឹងខ្ញុំធ្វើការដាក់ passkey ដោយសារតែនេះជា account របស់ខ្ញុំផ្ទាល់
ខ្ញុំធ្វើការមកខ្ញុំធ្វើការដាក់ password ថ្មីរបស់ខ្ញុំអីចឹងទៅ yeah តបមកខ្ញុំចុច confirm ទៅយើងនឹងធ្វើការ change password នឹងបានសម្រាប់ទេអញ្ចឹងអា password នឹងត្រូវដាក់លើខំឲ្យដូចគ្នាបូករួមជាមួយនឹងមានលេខហើយនឹងអក្សរហៅតែសុវត្ថិភាពហ្នឹងហើយហើយមានអក្សរតែសុវត្ថិភាពអញ្ចឹងបន្ទាប់ពីគ្នាយើងធ្វើការ fill ហើយគ្នាចុច confirm ការផ្លាស់ប្ដូរការបដូរ password របស់គ្នាដូចជាការស្រេចអញ្ចឹងខ្ញុំនឹងប្រាប់អ្នកគ្នាពីរបៀបធ្វើការបដូរ pass key ឬក៏ reset pass key អញ្ចឹងខ្ញុំចូលទី1ដែលគេហៅថា pass key biometric ជាទូទៅ biometric ហ្នឹងគឺធ្វើការ scan មុខអ្នកគ្នាគេយ៉ាងដៃអ្នកគ្នាអីផ្សេងៗហ្នឹងអញ្ចឹងនេះគឺជា pass key របស់ខ្ញុំចាស់ហើយបន្តមកខ្ញុំចង់ធ្វើការ add pass key ខ្ញុំថ្មីអញ្ចឹងខ្ញុំធ្វើការ add pass key របស់ខ្ញុំថ្មីបន្តមកវានឹងសួរ your face ID to sign pass key សម្រាប់ email របស់ខ្ញុំហ្នឹងអញ្ចឹងខ្ញុំធ្វើការ continue ទៅខ្ញុំនឹងធ្វើការ sign in pass key ថ្មីឯង yeah អានេះគឺជា pass key របស់ខ្ញុំថ្មីដែលខ្ញុំទៅតែបង្កើតអញ្ចឹងបើគ្នាខ្ញុំបើសិនខ្ញុំចង់លុបចឹងខ្ញុំត្រូវការលុបនៅនេះអញ្ចឹងខ្ញុំត្រូវការលុប pass key ហ្នឹងមកអូខេ wait continue ទៅវានឹងរួចជាការស្រេចហើយដោយសារតែខ្ញុំអត់ចង់លុបដោយសារតែពេលខ្ញុំលុបទៅវានឹងធ្វើការបិទ P2P ឬក៏ withdraw របស់ខ្ញុំរយៈពេល24ម៉ោង yeah so បើសិនយើងចង់ធ្វើការបដូរ pass key របស់យើងគឺធ្វើដូចខ្ញុំបានបង្ហាញនៅខាងក្រោមហ្នឹង Yep I think that's all for video today and អរគុណគ្នាយើងច្រើនមែនតើសម្រាប់មើលវីដេអូមួយហ្នឹងខ្ញុំគិតថាគ្នាយើងគួរតែ follow guide step ដែលខ្ញុំដាក់ឲ្យខាងក្រោមហ្នឹងចុះវីដេអូនេះរៀងអញនិយាយថាមិនវល់ទេប៉ុន្តែខ្ញុំសង្ឃឹមថាគ្នាយើង understand yeah អរគុណច្រើនគ្នាយើងហើយវីដេអូនេះគឺតកតងទៅនឹង educational purpose only យើងអត់មានធ្វើការបំផុសផលឲ្យគ្នាយើងដើម្បី invest លើ crypto អីអត់ទេអញ្ចឹងគ្នាយើងគួរតែ do research ឲ្យបានច្បាស់លាស់ហើយវីដេអូថ្ងៃនេះគឺខ្ញុំធ្វើតកតងទៅនឹង guideline ចូលអ្នកគ្នាពីរបៀបធ្វើការឲ្យបណ្ដាអ្នកគ្នាទៅមានសុខភាពជាងមុន yeah I hope you guys enjoy it and peace out